ដឹងតែឯកឧត្តមពុត្រាដូចខ្ញុំប្រាប់ពេលដែលបានទទួលតំណែងជាអភិបាលខេត្តជួបខ្ញុំថាពុត្រាគោលការណ៍ធំមួយដែលបានទទួលការងារសូមកំគិតថាតើក្នុងទួលនីតិនេះខ្ញុំទទួលបានខ្ញុំយកបានអីខ្លះអត់ទេណាត្រូវគិតតែក្នុងការងារដែលខ្ញុំជារដ្ឋជាខេត្តជាអភិបាលខេត្តតើខ្ញុំមិនថាខ្ញុំនៅប្រហែលឆ្នាំទេសំខាន់តើខ្ញុំកសាងស្នាដៃអីខ្លះទុកបន្សល់ឲ្យប្រជាជនអ្នកខេត្តនឹងឲ្យដែលត្រូវជាគោលដៅបានទៅបាទបើដាក់មកគ្រាន់តែបានទួលនីតិគេថាតើខ្ញុំនឹងបានស្អីខ្លះផលស្អីខ្លះចូលខ្ញុំតាមរយៈទួលនីតិអានឹងចប់តែត្រូវគិតថាតាមរយៈទួលនីតិនេះខ្ញុំអាចមានធ្វើអីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិដែលជាភារកិច្ចស្នូលរបស់ខ្ញុំក្នុងការបម្រើរាជនេះគឺជាកិច្ចការសំខាន់ហើយមន្ត្រីរាជការទាំងអស់ជាពិសេសអ្នកដឹកនាំស្ថាប័នជាគោលការណ៍ធំណាស់គោលនយោបាយដែលត្រូវអញ្ចឹងបានការរៀបចំនៅកន្លែងនេះយើងបានប្រែក្លាយកន្លែងនោះជាពីកន្លែងវិនិយោគឯកជនមកជាកន្លែងសាធារណៈកន្លែងឯកជននៅក្នុងខេត្តគាត់ត្រូវវិនិយោគតែយើងអាចចែកទៅកន្លែងណាដែលហ្សូនទុកឲ្យសាធារណៈជោគជ័យកន្លែងណាដែលឲ្យឯកជនរស់ទាំងអស់គ្នាចែកគ្នារស់បាទនេះហើយគឺជាការរៀបចំឧទាហរណ៍កន្លែងនេះក្នុងនាមជាអភិបាលខេត្តអាចបកគលកន្លែងនេះធ្វើការវិវត្តក្នុងវិស័យឯកជនហើយទៅអភិវឌ្ឍកន្លែងផ្សេងអញ្ចឹងការសម្រេចជ្រើសរើសអត់មានខុសវាត្រូវប៉ុន្តែត្រូវគិតគូរយកអ្វីដែលយើងទៅសោះអញ្ចឹងការដាក់នយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាខេត្តគឺធ្វើយ៉ាងម៉េចយកប្រទេសជាតិនិងប្រជាជនជាគោលមិនថាក្នុងកលៈទេសៈណាទេរំដោះប្រទេសពី1979ក៏យកជីវិតប្រជាជននិងការកសាងជីវភាពរស់នៅរបស់ប្រជាជនជាគោលដែរបាទបើមិនអញ្ចឹងអ្នកស្នេហាជាតិរបស់យើងកាលនោះតាជាង10000នាក់ទេដែលនៅសល់ពីស្លាប់រត់ទៅសុកចិត្តនៅជាប់គុកនៅវៀតណាមនោះជាងមកប្រឈមមុខជាមួយក្របកំភ្លើងដើម្បីរំដោះប្រទេសតែគាត់បានយកជីវិតមកបដូរដើម្បីរំដោះប្រទេសកសាងពីបាតដៃទៅទេចឹងពីមួយចំនួនការងារដែលយើងត្រូវធ្វើបន្តរាជរដ្ឋាភិបាលអភិវឌ្ឍ